ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជាចុះសង្កេតការណ៍ផ្ទៀងផ្ទាត់អំពីស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅចំណុចផ្ទះជនស៊ីវិលស្លូតត្រង់ចំនួន114ខ្នងដែលរងផលប៉ះពាល់ទាំងស្រុងនិងប្រជាជនចំនួន511នាក់នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគាត់បានវិញនៅឡើយនោះទេអ្នកនាំពាក្យក្រសួងកាពីជីននៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថានៅថ្ងៃអង្គារទី11ខែសីហាឆ្នាំ2026វេលាម៉ោង10:30នាទីព្រឹកក្រុមអ្នកសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ានពីសាធារណរដ្ឋហ្វីលីពីនចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន114ខ្នងរងផលប៉ះពាល់ទាំងស្រុងហើយប្រជាជនសរុបចំនួន511នាក់ស្រីចំនួន268នាក់នៅមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបានដែលស្ថិតនៅក្នុងភូមិដេជោមរកុនឃុំមរកុនស្រុកចំខ្សានខេត្តព្រះវិហារសូមគូបញ្ជាក់ឲ្យដឹងថាលំនៅឋានដែលរងផលប៉ះពាល់ទាំងស្រុងនោះគឺសុទ្ធសឹងតែជាផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ដែលកំពុងរស់នៅហើយត្រូវបានកងកម្លាំងយោធាថៃវាយប្រហារលើទីតាំងនេះតាមរយៈការទម្លាក់គ្រាប់ពីយន្តហោះចម្បាំង F-16 និងការបាញ់ផ្លងអាវុធធុនធ្ងន់ជាច្រើនប្រភេទកាលពីខែធ្នូឆ្នាំ2025ការវាយប្រហារទាំងនេះបានបណ្ដាលឲ្យមានការខូចខាននិងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែងទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងធ្វើឲ្យប្រជាពលរដ្ឋជាច្រើនរូបមិនអាចវិលត្រឡប់ទៅរស់នៅនិងប្រកបរបរចិញ្ចឹមជីវិតនៅក្នុងភូមិឋានរបស់ពួកគេវិញដោយសុវត្ថិភាពបានដោយឡែកនោះទេកម្ពុជាតែងតែផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់អ្នកសង្កេតការណ៍អាស៊ាន AOT ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងទូនាទីនិងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្ដែងដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពសម្ដៅលើកកម្ពស់តម្លាភាពគណនេយ្យភាពនិងការជឿទុកចិត្តគ្នាទៅវិញទៅមក